Welcome to visit my channel. That's my 52. តានេះវីដេអូទៅនឹងការធ្វើនំបញ្ចុកស្រស់ទៅចុងភៅកំប៉ុងតែចិត្តគួនចិត្តអីណាដាក់គៀកដៃទៀតដាក់ច្បាស់ទៅជៀនបងតៅហ៊ូហើយហើយឲ្យជាតិជួយឆ្ងាញ់តើការធ្វើនំបញ្ចុកស្រស់នេះណាហើយបងយើងដំខ្ទឹមដើម្បីសិនបែរលីងវាឈ្ងុយណាចាប់តាមបេះខ្ទឹមបកនេះបដៃមានខ្ជាយណាល្មៀតចាប់តាមបេះខ្ទឹមវាក្បិតឲ្យច្រាំណាគល់ក្រៃគល់អីណាសំគ្នាទៅតៅហ៊ូដែលយើងជៀនហើយបងហើយណាគ្រឿងស៊ុបខ្នុរណាដាក់ទឹកចូលទៅហើយឲ្យស្ងួតទឹកតិចសិនដាក់ខ្លាញ់ចូលយើងបងខ្ទឹមសិនដែលមានជាតិឈ្ងុយណាដាក់គ្រឿងអីទៅហើយហាន់គ្រឿងម្ដេចជាយល្មៀតអស់ហើយយើងបើកឲ្យឡើងជាតិឈ្ងុយណាហើយយើងបើកកន្លះតិចហើយដាក់សាច់ចូលសិនជ្រូកណាជ្រូកច្រាំដល់លីងឲ្យវាចូលជាតិសិនណាចាប់ដើមលីងហើយជាតិដែរជាតិងុយម៉ាក់បងធ្វើហូបហើយមកចាស់ជាងម៉ែទៀតមកចាស់ជាងយភូនទៀតមកយ៉ាទេមកបងលីងសាច់អត់សាច់ទេមើលសាច់កែអីគីឡូមើលអីទេបងតទៀតគឺអានជាហឺចូលណាហឺគៀទួចទៅថង1500ហ្នឹងហើយហើយរៀងបន្តិចដាក់ចូលខ្នុរម្ដុំទៅណាម្ដុំឬពីរដុំទៅតោះយើងកូរត្រឡប់ឲ្យសព្វគ្រឿងអស់ណាហ្នឹងហើយគ្រឿងហើយដាក់បើស្ករខ្ចីទៅណាស្ព្រាពីស្ព្រាយ៉ាងទៅតាមតម្រូវយើងសិនណាយើងដាក់ម៉ោនសិនកុំឲ្យប្រៃហើយកុំឲ្យភ្លាវចេងដាក់ច្រើនពេកភ្លាវពុកឆ្អឹងទៀតដាក់តិចបានចេងនេះណាចឹងដាក់មកយើងចាក់ទឹកចូលទៀតកូរគ្រឿងសិនដាក់ចូលថែមអំបិលស្ព្រាពីស្ព្រាទៅណាហើយយើងដាក់ច្រើនតែទេដាក់ប្រេងខ្យងតិចទៅដាក់ប្រេងខ្យងទៅការរសជាតិដែរណាដាំមករ៉បហើយហើយថែមត្រីតិចទៀតប៉ុណ្ណឹងយើងកូរបិទវាចូលសាច់ចូលបន្លែចូលសាច់ចូលគ្រឿង
ចូលសពហើយយើងដាក់ទឹកបន្តិចទៅហើយចាប់ដាក់ទឹកហើយកាពី3កា4កា2កាប៉ណ្ណឹងសិនណាគុណណាហើយដាក់ឈាមចូលណាឈាមជ្រូកព្រោះយើងធ្វើទឹកស៊ុបនេះស៊ុបនំចុកស្រស់ណាបាទតែដាក់ឈាមដាក់អីយើងមិនបានគ្រប់គ្រឿងគ្រប់គ្រើគាត់ថាយើងធ្វើគ្រប់មានច្រើនខ្លះណាបាទឲ្យឈាមច្រើនដែរហាត់ក្តាមក្នុងបាទហើយផាត់គោណាបាទខំ3000ណាដាក់ទៅការរសជាតិដែរណាបាទខ្លះចូលចិត្តច្រើនដាក់ច្រើនដែរណាតែនេះយើងហាន់ជា2ទៅឲ្យបានច្រើនបាទចាប់ដើមហាន់ចិត្តហើយហាត់ច្រើនដែរណាហាំចាប់ដើមចូលប្រហាត់ក្តៅទៅខាងក្នុងណាហាន់អស់ពាក់ក្តារមកប្រហាត់ក្តាមហើយយើងហាន់ដូចគ្នាដែរណាបានច្រើនពុះជា2យ៉ាងទៅទៅវាច្រើនដែរណាបាទដាក់ទឹកចូលទឹកទៅទឹកស្លនំចុកស្រស់ណាបាទតែហាន់ចិត្តហើយសមបានទៀត3 4ទៀតឲ្យអស់ណាទឹកស្លចិត្តចាណាកូនសំទីនេះពីហាត់ក្តាមក្នុងណាឃ្លានវាបាននេះយើងហាន់តាហ៊ូម្ដងណាបាទចំណិតទៅស្រួលចាប់ជ្រលក់គ្រឿងទឹកជ្រលក់កាពិណាទឹកកាពិមួយទេទឹក7ណាបាទជាតិបាទយើងទិញគេបានអត់ចានទេ3000 6000 7000អីណាបាទចាប់ផ្ដើមធ្វើទឹក7ទុំបាទដាក់តាមរយចិត្តទៀតទៅប៉ុណ្ណឹងក៏បានតិចហ្នឹងក៏បានណាបាទដាក់លាយហើយទឹក7ទុំមួយទឹក2មួយទេណាបាទយ៉ាងបែងចែកពីចានដែរចង់ជូរខ្លាំងដាក់7ច្រើនណាទឹក7ហើយមកបេះត្រីរៀបចំបន្លែដាក់ចានហើយបាទចានហើយឡាយច្រើនដែរមានតែយកចេកហើយគួនអីសក់មានទេណាមានតែផ្លែយកចេកយើងហ្នឹងហើយតគួនប៉ុណ្ណឹងក៏បានលើវីដេអូយើងដល់បញ្ចប់ហើយណាអរគុណប្រាប់ការតាមដាន Welcome to visit my channel. That's my 52